ចាសសួស្តីបងប្អូនថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបយើង voice សលេងនៅក្នុង TikTok ហើយកាត់បន្ថយសលេងរំខានបានអញ្ចឹងបងប្អូនឥឡូវជាដំបូងយើងប៉ះនៅលើ TikTok ចាពេលដែលយើងប៉ះលើ TikTok ហើយយើងឃើញអញ្ចឹងបងយើងប៉ះនៅលើសញ្ញាបូកចានេះបន្ទាប់មកយើងប៉ះនៅកន្លែងរូបថតចាពេលប៉ះនៅរូបថតហើយយើងស្វែងរកវីដេអូចាឥឡូវខ្ញុំមកវីដេអូមួយបងប្អូនចាសិតតែរូបកូនចាឥឡូវសូមយកវីដេអូចាជាងកញ្ចក់បងចាំតិចនេះពេលយើងប៉ះជ្រើសយកវីដេអូនឹងហើយយើងចុចបន្ទាប់ចាសួស្តីនេះគឺជាសកម្មភាពរបស់ក្រុមជាងពេលយើងរស្មីមេតាយើងខ្ញុំគាត់ធ្វើការពេលយើងចុចបន្ទាប់ហើយបងប្អូនឈប់នៅឡើយគឺយើងប៉ះឡើងនេះភ្នៀងនៅខាងនឹងបងប៉ះនៅកន្លែងខាងលើនេះហ្នឹងកន្លែងហ្នឹងហើយយើងធ្វើការ voice សលេងបងយើងពេលដែលយើង voice សលេងគឺយើងបិទនេះបងបិទអា speaker នឹងសិនព្រោះសលេងដើមដូចជាយើងថតអីវាមានសលេងអញ្ចឹងយើងចង់ voice តែសលេងយើងអញ្ចឹងយើងចុចបិទអាកន្លែងហ្នឹងបងហើយយើងធ្វើការប៉ះនេះកន្លែងមួយទៀតសំឡេងហើយយើងដាក់វាមាន3ជម្រើសបញ្ចូលភ្លេងបែបផែនសំឡេងហើយនឹងការបញ្ចូលសំឡេងឥឡូវយើងប៉ះកន្លែងការបញ្ចូលសំឡេងចាពេលឃើញអញ្ចឹងហើយយើងអ្នកបងប្អូនកាត់បន្ថយសំឡេងរំខានយើងប៉ះលើវាសិនចាប៉ះលើវាហើយចាំយើង voice សំឡេងយើងចុចអានេះអញ្ចឹងបងឥឡូវខ្ញុំប៉ះសិនឥឡូវយើងអាចនិយាយបានបងប្អូនចាដូចជាអាហ្នឹងរូបភាពវីដេអូយើងនិយាយពីអីយើងអាចនិយាយពីហ្នឹងទៅដូចថាខ្ញុំនេះគាត់កំពុងតែជាងក៏កំពុងសាដៃហ្នឹងយើងរៃរាប់ពីចាជាងគាត់ធ្វើការដៃកាត់កញ្ចក់កាត់អីអញ្ចឹងបងចាបើសិនជាវីដេអូបងប្អូនគាត់និយាយពីអីបងប្អូនអាចចានិយាយតាមរូបភាពវីដេអូបងប្អូនហ្នឹងទៅចាអាហ្នឹងគឺយើងអាច voice សលេងតាមកម្មវិធី TikTok នឹងបានគឺងាយស្រួលបើតាមកាត់តជ្រោមហ្នឹងគឺយើងអាចបងលុយអីគេអញ្ចឹងបងប្អូនចាហងៃខ្ញុំ voice តាមកម្មវិធីនឹងដែរអញ្ចឹងឥឡូវយើងចង់ដឹងថាវីដេអូយើងបានប្រហែលយើងចុចចង់ឈប់ប៉ុណ្ណឹងយើងចុច stop អញ្ចឹងបងប្អូនចាដល់ពេលអញ្ចឹងហើយយើង voice បានប៉ុណ្ណឹងហើយយើងចង់កាត់ចោលខ្លះត្រឹមប៉ុណ្ណឹងយើងកាត់ចោលចាពេលយើងកាត់ចោលយើងប៉ះលើរូបថតអញ្ចឹងចាប៉ះហើយចេញអញ្ចឹងហើយយើងកន្លែងនេះមកកន្លែងក្រោមនេះកន្លែងបំបែកបងប្អូនប៉ះកន្លែងបំបែកឈប់សាមីប៉ះអញ្ចឹងហើយចុចកន្លែងបំបែកអាហ្នឹងគឺសម្រាប់កាត់វីដេអូចេញអញ្ចឹងឥឡូវខ្ញុំឃើញអញ្ចឹងខ្ញុំចុចលុបនេះបងប្អូនចេញលុបមកជំនាញខាងនេះឥឡូវប៉ះលើលុបហ្នឹងវីដេអូគឺបានលុបបងប្អូនចាអាហ្នឹងយើងចង់ voice បានពាក់កណ្ដាលទុកពាក់កណ្ដាលលុបចោលអញ្ចឹងហើយឥឡូវយើងចង់ដឹងថាសលេងវាមិនបងប្អូនចាំមើលជាមួយខ្ញុំទាំងអស់គ្នាឥឡូវនេះយើងចុចបើកឥឡូវយើងអាចនិយាយបានបងប្អូនចានេះជាហ្នឹងរូបភាពវីដេអូយើងនិយាយពីអីយើងអាចនិយាយពីហ្នឹងទៅដូចថាខ្ញុំនេះគាត់កំពុងតែជាងក៏កំពុងសាកដៃហ្នឹងយើងរៃរាប់ពីតែជាងគាត់ធ្វើការតែកាត់កញ្ចក់កាត់អីហ្នឹងហើយបងប្អូនចាពេលដែលយើង voice អញ្ចឹងគឺចាសលេងវាកាត់រំខានហើយវាងាយស្រួលពេលដែលយើងហើយលើថាមិនឥឡូវវីដេអូយើងរួចរាល់បងប្អូនពេលដែលរួចរាល់យើងចុចបង្ហោះបានចុចផយើងចុចចាហ្នឹងទៅហើយយើងពណ៌នាបញ្ចូលការពណ៌នាយើងនិយាយអីច្រើននិយាយទៅសាច់ទៅការពណ៌នាវីដេអូយើងនឹងហើយក៏យើងចុចបង្ហោះហ្នឹងទៅចាអាហ្នឹងពីរបៀប voice សលេងនៅក្នុង TikTok ចាបងប្អូនចាហ្នឹងនេះចាតែយើងចុចបង្ហោះទៅបងប្អូនចាឈ្មោះបងប្អូនចាចាឥឡូវយើងអាចនិយាយបានបងប្អូនចាដូចជាហ្នឹងរូបភាពវីដេអូយើងនិយាយហ្នឹងហើយបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្ណឹងចាសម្រាប់ការចែកជូនទៅដល់បងប្អូនណាដែលគាត់ចង់ voice សលេងចាវីដេអូផ្សេងអញ្ចឹងហើយបងប្អូនចូលតាមធ្វើតាមដែលខ្ញុំប្រាប់ហ្នឹងទៅគឺយើងអាចថតបាន voice សលេងបានបង្ហោះបានអញ្ចឹងបងប្អូនចាហើយអរគុណបងប្អូនជម្រាបលាចាជួយ copy link ហើយនឹងជួយ share បន្តផងឲ្យបងប្អូនណាដែលគាត់ចង់ចេះខាងហ្នឹងឲ្យគាត់បានឃើញទៅគាត់ចេះទាំងអស់គ្នាអញ្ចឹងបងប្អូនចាអរគុណជម្រាបលាចា